ប្រសិនបើ20%នៃប្រជាជនក្នុងប្រទេសមួយគឺជាអ្នកញៀនថ្នាំតើវិធីសាស្ត្រណាដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ក្រាបពួកជួញដូរគ្រឿងញៀននេះគឺជាសំណួរដែលរឿង Sicario ខ្មាំងក្បែរព្រំដែនព្យាយាមដោះស្រាយចម្លើយដែលភាពយន្តនេះផ្ដល់ឲ្យធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រំភើបអស្ចារ្យប៉ុន្តែវាក៏បានបំផ្លាញរាល់ទស្សនៈសិលធម៌និងច្បាប់ទាំងស្រុងផងដែរខ្ញុំតែងតែមានអារម្មណ៍ថា Sicario គឺជាភាពយន្តអក្រិតកម្មកម្រិតកំពូលបំផុតក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះវាមិនត្រឹមតែជាស្នាដៃដ៏ឆ្នើមរបស់អ្នកដឹកនាំរឿង Denis Villeneuve ប៉ុណ្ណោះទេប៉ុន្តែវាក៏បានធ្វើឲ្យ Benicio del Toro ក្លាយជាតារាដ៏លេចធ្លោនិងទទួលបានពានរង្វាន់តួសម្ដែងរងឆ្នើមជាច្រើនជុំវិញពិភពលោកអ្វីដែលគួរឲ្យចងចាំជាងតួសម្ដែងទៅទៀតនោះគឺអ្នកនិពន្ធរឿង Taylor Sheridanអាចនិយាយបានថាបើគ្មានភាពជោគជ័យរបស់ Sicario ទេក៏គ្មានរឿងភាគ Border Trilogy ដែលអង្រួនចិត្តមនុស្សនិងរឿងភាគ Yellowstone ដែលល្បីល្បាញពេញពិភពលោកដែរអ្វីដែលរឹតតែពិសេសនោះគឺសិល្បៈនៃការថតរូបក្នុងរឿងនេះគឺស្ថិតក្នុងកម្រិតសៀវភៅសិក្សាដោយស្នាដៃអ្នកថតរូបជើងចាស់ Roger Deakins គាត់បានបង្ហាញពីភាពរាងស្ងួតនិងកម្ដៅនៃវាលខ្សាច់រូបភាពស្រមោលក្រោមពន្លឺថ្ងៃរៀបលិចពណ៌ឈាមនិងរូបភាពកម្ដៅ thermal imaging ដ៏អាចកំបាំងក្នុងរូងក្រោមដីដែលធ្វើឲ្យរូបភាពមានឥទ្ធិពលខ្លាំងបំផុតភាពយន្តនេះក៏ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតពានរង្វាន់ Oscar លើកទី88សម្រាប់ផ្នែកថតរូបល្អបំផុតផងដែរសរុបមកគឺដោយសារតែភាពយន្តនេះល្អទើបវាទទួលបានពានរង្វាន់ច្រើនបែបនេះឥឡូវនេះសូមចូលទៅកាន់សាច់រឿងទាំងស្រុងដើម្បីឲ្យកកាយការពិតរបស់ហូឈៀមនៅតាមព្រំដែនអាមេរិកមិចស៊ិកKate Macer សម្ដែងដោយ Emily Blunt ភ្នាក់ងារដែលមានឧត្តមគតិយុត្តិធម៌ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងក្រុមស៊ើបអង្កេតសម្ងាត់មួយដែលដឹកនាំដោយ Matt សម្ដែងដោយ Josh Brolin និងបុរសអាចកំបាំងម្នាក់ឈ្មោះ Alejandro សម្ដែងដោយ Benicio del Toro គោលដៅរបស់ពួកគេគឺបង្ក្រាបមេខ្លោងនៃក្រុមជួញដូរគ្រឿងញៀនពេញមួយសាច់រឿង Kate ត្រូវប្រឈមមុខនឹងការពិតដ៏ខ្មៅងងឹតនាងបានដឹងថា Alejandro មិនមែនជាភ្នាក់ងាររដ្ឋាភិបាលធម្មតាទេប៉ុន្តែគាត់គឺជា Sicario អ្នកសម្លាប់ម្នាក់ដែលធ្វើការដើម្បីសងសឹកផ្ទាល់ខ្លួនចំពោះក្រុមជួញដូរគ្រឿងញៀនដែលបានសម្លាប់ប្រពន្ធកូនរបស់គាត់ផែនការរបស់ Matt មិនមែនដើម្បីលុបបំបាត់គ្រឿងញៀនទាំងស្រុងនោះទេព្រោះដរាបណាមានអ្នកប្រើប្រាស់វានៅតែមានអ្នកលក់ប៉ុន្តែគឺដើម្បីបង្កើតសណ្ដាប់ធ្នាប់ដោយការគ្រប់គ្រងក្រុមជួញដូរគ្រឿងញៀនឲ្យនៅក្រោមអំណាចតែមួយដើម្បីងាយស្រួលក្នុងការគ្រប់គ្រង
នៅចុងបញ្ចប់អាឡេហាន់ដ្រូបានទៅដល់ផ្ទះមេខ្លោងគ្រឿងញៀនអាឡាកុនហើយបានសម្លាប់គ្រួសាររបស់វាទាំងមូលនៅចំពោះមុខវាមុននឹងសម្លាប់វាចោលដើម្បីសងសឹកឲ្យគ្រួសារខ្លួនឯងខេតត្រូវបានបង្ខំឲ្យចុះហត្ថលេខាលើឯកសារដែលបញ្ជាក់ថាប្រតិបត្តិការខុសច្បាប់ទាំងអស់នេះគឺធ្វើឡើងតាមនីតិវិធីត្រឹមត្រូវអាឡេហាន់ដ្រូបានប្រាប់នាងថាអ្នកគួរតែផ្លាស់ទៅទីក្រុងតូចមួយដែលនៅតែមានច្បាប់ទម្លាប់ព្រោះនៅទីនេះអ្នកមិនមែនជាចចកទេអ្នកព្រមតែជាជីមម្នាក់ប៉ុណ្ណោះភាពយន្តបញ្ចប់ដោយរូបភាពក្មេងប្រុសម្នាក់នៅមិចសិកដែលឪពុកជាប៉ូលីសពុករលួយត្រូវបានអាឡេហាន់ដ្រូសម្លាប់ក្មេងប្រុសរូបនោះកំពុងលេងបាល់ទាត់ហើយស្រាប់តែមានស្នូលគំនោខ្ទោខ្ទាពីចម្ងាយពួកគេឈប់បន្តិចរួចក៏បន្តលេងបាល់ទៀតព្រោះនៅក្នុងទីក្រុងដែលពោពេញដោយអំពើហិង្សានេះស្នូលកំភ្លើងបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃទៅហើយ